สถานการณ์ព្រំដែនថៃមីយ៉ាន់ម៉ាកាន់តែក្តៅគគុកដោយកងទ័ពមីយ៉ាន់ម៉ាបានបន្តទម្លាក់គ្រាប់បែកចូលទឹកដីថៃដើម្បីគំទេចសម្បុកក្រុមបះបោរផ្ដាច់ទឹកដីជនជាតិការ៉ែនដែលមានការគ្រប់គ្រងពីប្រទេសថៃខណៈដែលនៅព្រំដែនជាប់ជាមួយនឹងកម្ពុជាយោធាថៃកំពុងតែបន្តមានសកម្មភាពនៃការឈ្លានពានកាន់តែកក្លឿនឡើងប្រិមត្តទស្សនិកជនជាទីគោរពរាប់អានយើងខ្ញុំមានព័ត៌មានសំខាន់មួយចំនួនដែលនឹងត្រូវជម្រាបជូនអស់លោកអ្នកនៅល្ងាចថ្ងៃទី20ខែមេសា2026នេះបាទដោយក្នុងនោះគឺព័ត៌មានទាក់ទងទៅនឹងស្ថានភាពព្រំដែនថៃមីយ៉ាន់ម៉ាកំពុងតែកក្រើកឡើងវិញហើយក្រោយពេលដែលមេដឹកនាំមីយ៉ាន់ម៉ាគឺលោកមីនអងលៀងបានជាប់ឆ្នោតជាប្រធានាធិបតីពេញសិទ្ធិហើយនោះបាទយើងឃើញថានៅពេលដែលលោកមីនអងលៀងក្លាយជាប្រធានាធិបតីពេញសិទ្ធិនោះលោកមីនអងលៀងអាចនឹងបញ្ចេញសកម្មភាពកាន់តែខ្លាំងដើម្បីវាយបំបាក់ក្រុមបះបោរផ្ដាច់ទឹកដីជាពិសេសនោះគឺជនជាតិការ៉ែនដែលមានការគ្រប់គ្រងពីប្រទេសថៃជនជាតិការ៉ែននេះបាទគឺភាគច្រើននៅតាមព្រំដែនថៃមីយ៉ាន់ម៉ានេះឯងបាទហើយជនជាតិការ៉ែនមួយចំនួនហ្នឹងបាទក៏យកទឹកដីថៃបាទធ្វើជាទីជម្រកដោយសារតែថៃត្រូវបានគេសង្ស័យថាមានការជួយផ្គត់ផ្គង់ទាំងអាវុធបាទក៏ដូចជាថវិកាដល់ក្រុមផ្ដាច់ទឹកដីបាទជនជាតិការ៉ែននេះបាទដើម្បីច្បាំងជាមួយនឹងភូមាហើយថៃយកជនជាតិការ៉ែននេះគឺជាខែលដើម្បីការពារប្រទេសរបស់ខ្លួនបាទជាតំបន់ទ្រនាប់ហើយនៅពេលដែលជនជាតិការ៉ែននេះច្បាំងជាមួយនឹងភូមាបាទនោះថៃនឹងរកស៊ីបាទជាមួយនឹងជនជាតិការ៉ែននេះបាទតាមរយៈទំនិញកិច្ចពន្ធបាទតាមរយៈការដោះដូរបាទជាមួយនឹងធនធានធម្មជាតិមានរ៉ែក៏ដូចជាព្រៃឈើឬក៏ថ្នាំញៀនបាទដែលជនជាតិការ៉ែននេះបាទអាចដោះដូរអាវុធក៏ដូចជាលុយកាក់ជាមួយនឹងថៃហើយអនាគតទៅបាទជនជាតិការ៉ែននេះបាទអាចនឹងផ្ដាច់ទឹកដីភូមាបាទចោះចូលជាមួយនឹងថៃតែម្ដងដែលមហិច្ឆតាអាក្រក់របស់ថៃនេះបាទគឺត្រូវបានលោកមីនអងលៀងដឹងយ៉ាងច្បាស់ហើយពេលនេះកងទ័ពរបស់លោកមីនអងលៀងបាទចាប់ផ្ដើមបើកប្រតិបត្តិការទ្រង់ទ្រាយធំដើម្បីគំទេចបាទសម្បុកជនជាតិការ៉ែននេះនៅតាមព្រំដែនថៃហើយមានយន្តហោះរបស់ប្រទេសភូមានឹងក៏បានទម្លាក់គ្រាប់បែកចូលទឹកដីថៃផងដែរហើយក្រៅពីនោះបាទក៏មានគ្រាប់ផ្លោងបាទបាញ់ចូលដីថៃដែរខណៈដែលថៃគឺមិនទាន់មានសកម្មភាពនៃការតបតណាមួយធំដុំបាទទៅកាន់ភូមានៅឡើយនោះទេពេលនេះបាទគឺយុទ្ធសាស្ត្ររបស់លោកមីនអងលៀងគឺធ្វើយ៉ាងណាដណ្ដើមតំបន់យុទ្ធសាស្ត្រសំខាន់ដែលគ្រប់គ្រងដោយជនជាតិការ៉ែននេះឲ្យបានមកវិញបាទនៅមុនរដូវវស្សាចូលមកដល់ដើម្បីឲ្យភូមានឹងអាចចល័តបាទសព្វាវុធបាទចូលទៅឈរជើងនៅទីតាំងយុទ្ធសាស្ត្រសំខាន់ទាំងនោះពេលនេះស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ជនជាតិការ៉ែនបាទហើយឥឡូវនេះបាទកំពុងតែមានការប្រទាញបន្ទង់គ្នាខ្លាំងមែនទែនប្រិមិត្តតំបន់យុទ្ធសាស្ត្រនោះបាទគឺមានឈ្មោះថាតំបន់យុទ្ធសាស្ត្រមីនឡាផាន់បាទដែលស្ថិតនៅជាប់ព្រំដែនជាមួយនឹងប្រទេសថៃឈុំនឹងស្រុកមេសតបាទនៃខេត្តតាកប្រទេសថៃនេះឯងអ្វីដែលជាការគួរឲ្យកត់សម្គាល់បាទការប្រយុទ្ធគ្នារវាងកងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ាជាមួយនឹងពួកឧទាមជនជាតិការ៉ែននៅពេលនេះបាទគឺជាការប្រយុទ្ធទ្រង់ទ្រាយធំដែលលោកមីនអងលៀងបានប្រើប្រាស់បាទសព្វាវុធទំនើបបាទដែលមានដូចជាដ្រូននិងយន្តហោះចម្បាំងដែលវាបានក្លាយជាសង្គ្រាមស៊ីសាច់ហុតឈាមយ៉ាងពេញទំហឹងដែលធ្វើឲ្យកងកម្លាំងទាំងពីរហ្នឹងបាទគឺប្រឈមទៅនឹងការស្លាប់និងរបួសជាច្រើនដល់ឡែកនៅខាងទឹកដីថៃវិញបាទពេលនេះទាហានថៃកំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់គណៈគ្រាប់រំសេវនិងផ្សែងសង្គ្រាមដែលព្យាចេញពីទឹកដីភូមាមកចូលដីថៃក៏បង្កឲ្យមានការព្រួយបារម្ភពីជនស៊ីវិលដែរឥឡូវនេះបាទគឺថៃកំពុងតែភៀសខ្លួនបាទជនស៊ីវិលបាទដែលនៅក្បែរព្រំដែននឹងប្រទេសភូមាដែលនេះគឺជារសជាតិនៃការភៀសខ្លួនរបស់ជនជាតិថៃគណៈដែលកន្លងទៅនេះយើងឃើញថាថៃបានឈ្លានពានទឹកដីកម្ពុជាហើយពេលនេះក៏បន្តធ្វើសកម្មភាពឥតដាច់ទេបើទោះបីជាកម្ពុជាប្រកាសបាទថ្កោលទោសជាច្រើនលើកច្រើនសារតាមរយៈការចេញលិខិតរបស់ក្រសួងការបរទេសក៏ដោយទាក់ទងនឹងសកម្មភាពនៃការឈ្លានពានរបស់ថៃនេះដែរម្សិលមិញក្រសួងការបរទេសកម្ពុជាក៏បានចេញលិខិតតវ៉ាជាផ្លូវការមួយចំពោះសកម្មភាពបាទរបស់យោធាថៃហើយបានសម្ដែងការតវ៉ាជាផ្លូវការបាទប្រឆាំងនឹងសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃដែលនៅថ្ងៃទី18មេសា2026ថៃបានពង្រឹងការកាន់កាប់ដោយខុសច្បាប់បន្ថែមទៀតដែលរំលោភលើអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជានៅទីតាំងជាច្រើនបាទដែលមានដូចជាខាងទឹកដីខេត្តព្រះវិហារនឹងមានដូចជានៅក្នុងឃុំស្រអែមស្រុកជាំខ្សានកងកម្លាំងប្រដាប់អាវុធថៃបានសាងសង់ប៉ុស្តិ៍យាមសង្កេតការណ៍នៅក្នុងតំបន់ប្រាសាទព្រះវិហារនៅក្នុងខេត្តឧត្តរមានជ័យវិញបាទនៅខាងស្រុកអន្លង់វែងកងកម្លាំងប្រដាប់អាវុធថៃបានបន្តសាងសង់ផ្លូវនៅជិតបង្គោលព្រំដែនលេខ2បច្ចុប្បន្ននិងនៅតំបន់ដើមតាត្រាវក្នុងស្រុកត្រពាំងប្រាសាទនៅស្រុកបន្ទាយអំពិលកងកម្លាំងប្រដាប់អាវុធថៃបានជីកលេនដ្ឋាននៅតំបន់ច្រកទ្វារអន្តរជាតិជុកកគីនៅសង្កាត់កូនគ្រៀលក្រុងសំរោងកងកម្លាំងប្រដាប់អាវុធថៃបានសាងសង់ប៉ុស្តិ៍យាមសង្កេតការណ៍នៅភាគខាងកើតនៃតំបន់ជប់ដើមខ្នុរនិងបានបន្តសកម្មភាពឈូសឆាយដីនៅភាគខាងជើងនៃតំបន់នេះនៅតំបន់ថ្មដូនបែរនោះវិញបាទកងកម្លាំងប្រដាប់អាវុធថៃក៏បានបន្តសាងសង់ផ្លូវថ្មើរជើងព្រមទាំងសាងសង់លេនដ្ឋាននិងផ្លូវនៅភាគខាងកើតច្រកទ្វារថ្មដូននៅខាងខេត្តពោធិ៍សាត់បាទនៅឃុំថ្មដាស្រុកវាលវែងកងកម្លាំងប្រដាប់អាវុធថៃបានប្រើប្រាស់គ្រឿងចាក់ធុនធ្ងន់ដើម្បីធ្វើសកម្មភាពឈូសឆាយដីបន្ថែមទៀតនៅតំបន់អូភ្លុកដំរីបាទដែលសកម្មភាពទាំងអស់នេះគឺ
ក្រសួងការបរទេសកម្ពុជាចាត់ទុកថាជាការរំលោភលើការបដិញ្ញាចិត្តរបស់ប្រទេសថៃផ្ទាល់ក្រោមធម្មនុញ្ញអង្គការសហប្រជាជាតិធម្មនុញ្ញអាស៊ាននិងសិទ្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ជាពិសេសគឺគោលការណ៍ដោះស្រាយវិវាទដោយសន្តិវិធីការគោរពអធិបតេយ្យភាពទឹកដីនិងការមិនប្រើប្រាស់កម្លាំងប្រឆាំងរដ្ឋមួយផ្សេងទៀតបាទដូច្នេះយើងឃើញថាបាទថៃនៅតែមិនបញ្ឈប់សកម្មភាពរបស់ខ្លួនទេបាទបើទោះបីជានាយករដ្ឋមន្ត្រីថៃបាទបានចុះហត្ថលេខាជាមួយនឹងកម្ពុជាបាទឈប់បាញ់ហើយងាកមកដោះស្រាយបញ្ហានេះបាទដោយប្រកាន់នៅគោលការណ៍ទ្វេភាគីបាទតាមរយៈក្រមវាស់វែងព្រំដែនបាទនៃប្រទេសទាំងពីរកម្ពុជានៅតែបន្តទាមទារបាទឬក៏ជំរុញឲ្យថៃបញ្ជូនក្រុមអ្នកវាស់វែងព្រំដែនបាទមកវាស់វែងព្រំដែនជាមួយនឹងកម្ពុជាពីព្រោះថាកន្លងទៅថៃបានយកលេសបាទរងចាំការបង្កើតរដ្ឋាភិបាលថ្មីឥឡូវនេះបាទរដ្ឋាភិបាលថ្មីថៃនឹងគឺបានចេញរូបរាងជាផ្លូវការហើយដែលមានអនុទានឆាមរៈគុលជានាយករដ្ឋមន្ត្រីក៏ប៉ុន្តែរហូតមកដល់ពេលនេះបាទយើងឃើញថាថៃនៅតែបន្តបាទយកលេសជាបន្តបន្ទាប់បាទហាក់ពន្យាពេលមិនចង់បញ្ជូនក្រុមវាស់វែងព្រំដែនមកវាស់វែងព្រំដែនឲ្យបានដាច់ស្រេចបាទជាមួយនឹងកម្ពុជានោះទេខណៈដែលយោធាថៃវិញបាទកំពុងតែបន្តបាទសកម្មភាពនៃការឈ្លានពានបាទមកលើដែនអធិបតេយ្យរបស់កម្ពុជាហើយកន្លងទៅនេះបាទយើងឃើញថាពេលរដូវចូលឆ្នាំហ្នឹងថៃបានបើកឲ្យភ្ញៀវទេសចរថៃហ្នឹងបាទចូលមកទស្សនាបាទនៅតំបន់មួយចំនួនផងដែរក្រោយពេលដែលថៃបានឈរជើងកាន់កាប់បាទក្រោយពេលបត់ឈប់បាញ់ដូចជាសកម្មភាពនៃការធ្វើពិធីសាសនានៅប្រាសាទតាមាន់ធំជាដើមអ្វីដែលជាការគួរឲ្យកត់សម្គាល់នោះប្រិមិត្តស្ថានភាពព្រំដែនថៃជាមួយនឹងភូមាបាទក្រៅតែពីសង្គ្រាមតាមព្រំដែនរវាងកងកម្លាំងភូមាជាមួយនឹងក្រុមឧទាមផ្ដាច់ទឹកដីជនជាតិការ៉ែនហើយនោះយើងឃើញថាតេតូនទៅនឹងទំនាក់ទំនងពាណិជ្ជកម្មរវាងថៃនិងភូមាវិញបាទក៏មិនសូវល្អប៉ុន្មាននោះទេពីព្រោះថាកន្លងទៅយើងដឹងហើយថាយោធាភូមាបានរឹតបន្តឹងបាទការនាំចូលទំនិញបាទពីព្រំដែនបាទពីថៃចូលទៅទឹកដីភូមានិយាយដល់ចំទៅគឺយោធាភូមាហ្នឹងគឺបានបិទច្រកព្រំដែនមួយចំនួនបាទមិនឲ្យមានការនាំចូលទំនិញថៃចូលទៅភូមាទេបាទដោយសារតែយោធាភូមាអះអាងថាកន្លងទៅនេះបាទគឺភូមាបានបាត់បង់ចំណូលយ៉ាងច្រើនសន្ធឹកសន្ធាប់បាទពីការនាំចូលទំនិញកិច្ចពន្ធបាទពីថៃបាទចូលទៅភូមាដោយមិនបានគ្រប់គ្រងបានត្រឹមត្រូវដូច្នេះរដ្ឋាភិបាលយោធាភូមាកន្លងទៅនេះខាតបង់ថវិកាចំណូលជាច្រើនដែលគេសង្ស័យថាចំណូលពីការនាំចូលទំនិញបាទកិច្ចពន្ធពីថៃចូលទៅភូមានោះគឺហូរចូលទៅក្នុងកណ្ដាប់ដៃបាទរបស់ក្រុមឧទាមបាទជនជាតិការ៉ែនដែលកំពុងតែផ្ដាច់ទឹកដីបង្កើតប្រទេសខែវទូលេដែលមានថៃនៅពីក្រោយនេះឯងហើយភូមាបាទក៏បានប្រើប្រាស់នៅវិធានការក្តៅដោយបិទបាទព្រំដែនតែម្ដងដែលធ្វើឲ្យទំនិញរបស់ថៃនឹងពិបាកនៅក្នុងការនាំចូលទៅប្រទេសភូមាដែលធ្វើឲ្យកសិករថៃនឹងមានការខាតបង់រាប់ពាន់លានដុល្លារក្នុងមួយឆ្នាំឥឡូវនេះបាទថៃបានបើកបាទច្រកជាឯកតោភាគីហើយប៉ុន្តែខាងភូមាបាទគឺមិនទាន់បើកនៅឡើយនោះទេនេះបើតាមការផ្សាយបាទដោយសារព័ត៌មានភូមាឈ្មោះមីយ៉ាន់ម៉ាណាវបាទនៅថ្ងៃនេះតែម្ដងបាទដែលបានចុះផ្សាយអំពីសកម្មភាពបាទរបស់ថៃដែលបើកទ្វារជាឯកតោភាគីបាទគណៈដែលភូមានៅតែបន្តបិទយើងឃើញថាសកម្មភាពបាទថៃធ្វើជាមួយភូមានេះគឺវាខុសជាមួយនឹងកម្ពុជាគណៈដែលភូមាយើងឃើញសកម្មភាពថៃបាទហាក់មានការបន្ទន់អេរយាបតបាទឬក៏ធ្វើសកម្មភាពបាទ slot boat បាទគណៈដែលនៅកម្ពុជាវិញបាទថៃសម្ដែងនៅអេរីយ៉ាបតរឹងត្អឹងបាទហើយកម្ពុជាបានប្រកាសហើយថាមិនអង្វរថៃសូមបើកច្រកព្រំដែនទេពីព្រោះច្រកទ្វារព្រំដែននេះគឺថៃគឺជាអ្នកបិទជាឯកតោភាគីដូច្នេះថៃគឺជាអ្នកចាប់ផ្ដើមបើកមុនបាទកម្ពុជាអាចពិចារណាបើកតាមក្រោយគណៈពេលនេះបាទយើងឃើញថាស្ថានភាពព្រំដែនគោកបាទគឺមិនទាន់មានការបើកនៅឡើយនោះទេបាទប្រិមត្តទស្សនិកជនតេតូនទៅនឹងព្រឹត្តិការណ៍ព័ត៌មានអន្តរជាតិជាបន្តបាទយើងទៅចាប់អារម្មណ៍អំពីគ្រោះធម្មជាតិកំណាចបាទគឺរលកយក្សស៊ូណាមីជាមួយនឹងការរញ្ជួយដីកើតមានព្រមគ្នាតែម្ដងនៅប្រទេសជប៉ុននៅថ្ងៃទី20មេសា2026នេះដែលមានកម្រិតប្រមាណជា7កដកសញ្ញា5រង្វស់រីកទ័របាទដែលនេះគឺជាកម្រិតមួយដ៏ធ្ងន់ធ្ងរដែលបណ្ដាលឲ្យមានរលកយក្សស៊ូណាមីបាទដែលមានកម្ពស់ជាង3ម៉ែត្របាទលិចនៅតាមតំបន់ឆ្នេរនៃប្រទេសជប៉ុនហើយរហូតមកដល់ពេលនេះបាទគឺអាជ្ញាធរជប៉ុនបានចេញការព្រមានបាទគ្រោះថ្នាក់នៃរលកយក្សស៊ូណាមីបាទគម្រាមកំហែងបាទសម្រាប់ខេត្តអ៊ីវ៉ាតេបាទខេត្តអាអូម៉ូរីនិងកោះហុកកៃដូដែលស្ថិតនៅភាគខាងជើងនៃប្រទេសជប៉ុនយោងតាមទីភ្នាក់ងារអូតូនិយមជប៉ុនបាទគ្រោះរញ្ជួយដីបានអង្រួនបាទប្រទេសជប៉ុនកម្រិត7.5រីកទ័របាទមានជម្រៅ10គីឡូម៉ែត្ររំញ័របានរញ្ជួយដល់ទីក្រុងតូក្យូជាច្រើននាទីជប៉ុនបានជំរុញឲ្យប្រជាជនក្នុងតំបន់បញ្ញាផ្លាស់ទីលំនៅទៅកាន់ទីទួលខ្ពស់ឆ្ងាយពីដងទន្លេនិងឆ្នេរសមុទ្រហើយក៏បានរំលឹកប្រជាជនថាសូមចងចាំគ្រោះមហន្តរាយរលកយក្សស៊ូណាមីដែលបានកើតមានកាលពីថ្ងៃទី11ខែមីនានៅលើកញ្ចក់ទូរទស្សន៍រដ្ឋរបស់ជប៉ុនក៏មានពាក្យស្លោកជាភាសាអង់គ្លេសបានលោតឡើងផងដែរបាទដែលមានន័យថារលកយក្សស៊ូណាមីសូមជម្លៀសខ្លួនតាមផែនទីរបស់ទីភ្នាក់ងារអូតូនិយមក៏បានចេញព្រមានផងដែរបាទពណ៌ក្រហមគឺតំណាងឲ្យតំបន់ដែលស្ថិតនៅការព្រមានបាទខ្ពស់ពណ៌លឿងគឺតំបន់ដែលមានការប្រុងប្រយ័ត្នចំណែកពណ៌ខៀវវិញបាទគឺមានការប្រែប្រួលកម្ពស់ទឹកសមុទ្របន្តិចបន្តួចបាទឥឡូវនេះបាទគឺជប៉ុនកំពុងតែរងគ្រោះបាទដោយរលកយក្សនិងរញ្ជួយដីគណៈដែលសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាបាទយើងទៅតាមដានសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាបន្តិចបាទយើងឃើញថា
រហូតមកដល់ពេលនេះបាទគឺស្ថានភាពសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាបាទហាក់មានការឡើងកម្ដៅឡើងវិញបាទបន្ទាប់ពីសហរដ្ឋអាមេរិកបានរឹបអូសយកកប៉ាល់ដឹកទំនិញរបស់អ៊ីរ៉ង់ហើយអ៊ីរ៉ង់បាទក៏បានបញ្ចេញដ្រូនបាទនិងសព្វាវុធបាទដើម្បីបាញ់ទៅលើគូសត្រូវរបស់ខ្លួនគឺសហរដ្ឋអាមេរិកដែលនេះគឺជាសង្គ្រាមលើផ្ទៃសមុទ្របាទរវាងអាមេរិកនិងអ៊ីរ៉ង់ដែលដណ្ដើមគ្នាកាន់កាប់ច្រកសមុទ្រ Hormuz ច្រកសមុទ្រ Hormuz នេះនៅតែជាទីតាំងយុទ្ធសាស្ត្រដ៏សំខាន់បាទកាលពីថ្ងៃទី19មេសាកន្លងទៅនេះសហរដ្ឋអាមេរិកបាននិយាយថាខ្លួនបានរឹបអូសយកកប៉ាល់ដឹកទំនិញមួយគ្រឿងរបស់អ៊ីរ៉ង់ដែលព្យាយាមទម្លុះការបិទគប់របស់ខ្លួនខណៈអ៊ីរ៉ង់គំរាមសងសឹកបាននៅចំពោះមុខការព្រួយបារម្ភនៃការចាប់ផ្ដើមសង្គ្រាមធំកិច្ចចរចាបត់ឈប់បាញ់បាទកសាងសន្តិភាពយូរអង្វែងនៅតំបន់មជ្ឈិមបូព៌ាបានបរាជ័យមួយលើកជាពីរលើកបាទហើយពេលនេះអ៊ីរ៉ង់បានប្រកាសថាមិនមានគម្រោងបញ្ជូនប្រតិភូទៅចរចាជាមួយអាមេរិកនៅប្រទេសប៉ាគីស្ថានទៀតនោះទេបាទបន្ទាប់ពីអ៊ីរ៉ង់បានចាត់ទុកថាសហរដ្ឋអាមេរិកគឺជាដៃគូចរចាដែលមិនស្មោះត្រង់បាទមានការវាយប្រហារលើអ៊ីរ៉ង់ជាច្រើនលើកបាទក្នុងពេលដែលកំពុងចរចានោះពេលនេះបាទអ៊ីរ៉ង់មានផ្លូវតែមួយគត់បាទគឺយកច្រកសមុទ្រហូម៉ូសបាទដើម្បីដាក់សម្ពាធលើគូសត្រូវរបស់ខ្លួនបាទដែលធ្វើយ៉ាងណាឲ្យពិភពលោកមានការចលាចលផ្នែកខាងសេដ្ឋកិច្ចដោយវិបត្តិប្រេងឥឡូវនេះបាទយើងឃើញថាសហរដ្ឋអាមេរិកបង្ហាញសាច់ដុំបាទដែលបានបញ្ជូនសព្វាវុធបាទនិងនាវាទៅកាន់ច្រកសមុទ្រហូម៉ូសដែរបាទដើម្បីទប់ទល់ជាមួយនឹងអ៊ីរ៉ង់ហើយដណ្ដើមយកច្រកសមុទ្រហូម៉ូសពីអ៊ីរ៉ង់តែម្ដង